បាទសួស្តីជួបជាមួយខ្ញុំនៅវីដេអូឃ្លីបនេះខ្ញុំរបៀបបង្ហាញរបៀបដាក់កំចាត់រុយមាសអញ្ចឹងអត់មានអីទេយើងមានតែដបទឹកសុទ្ធហើយយើងធ្វើការចោះវាយើងចោះវាហើយនេះខ្ញុំចោះហើយអានេះអត់ទាន់ចោះអញ្ចឹងយើងមើលអាចោះហើយអានេះយើងចំណាយអស់តិចមិនចាំបាច់ទៅទិញដបទឹកសុទ្ធតាមផ្លូវយើងដាក់ទឹកវាចូលបានខ្ទង់ 10% មកបាទwhat មានរបស់គេហ្នឹងមិនមានរបស់ប៉ាពូណានេះអញ្ចឹងយើងយកតែ3ម្រាព្រៃយើងហ្នឹងច្បូតយកទៅផ្លឹកឲ្យផ្កាមកហើយយើងដាក់ចូលទៅក្នុងដបមកអស់ចឹងទៅបានផ្លឹកឲ្យត្រួយវាកាន់តែល្អថ្ងៃនេះយើងបានអាចប្រើបាន 2-3 អាទិត្យទម្រាំយើងបានដាក់ថ្មីទៀតរហូតដល់វាដូរពណ៌ហើយវាធំក្លិនអាក្រក់ទៅតែមុនធំក្លិនអាក្រក់យើងអាចយកវាប្រើបានអញ្ចឹង 3 អាទិត្យវាអត់ទៅណាដែរគឺប៉ុណ្ណឹងហើយយើងយកដាក់កន្លែងណាដែលមានផ្លែឈើដែលយើងចង់កម្ចាត់វាព្រោះថាដូចកំពូដូចអីចឹងនេះខ្ញុំទៅដាក់ឲ្យមិញចឹងយើងដាក់ព្រោះថាស្វាយហ្នឹងយើងរកកន្លែងព្យួរនៅក្រោមដើមឈើទៅបែបហ្នឹងទៅងាយស្រួលអញ្ចឹងវាអស់លុយតិចហើយមានប្រសិទ្ធភាពខ្ញុំធានាឲ្យអញ្ចឹងយើងគ្រប់ដើមឈើយើងអាចដាក់វានៅពីក្រោមហ្នឹងទៅតោក1ឬ2តាមអ្វីដែលយើងមានច្រើនតិចហើយដាក់តែផ្លឹកហើយជាមួយផ្កាវាប៉ុណ្ណឹងទៅហើយវាហើយវាហើយចូលតារុនដែលយើងចោះវានេះអរគុណច្រើនសម្រាប់វីដេអូឃ្លីបបាទជម្រាបលា